ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមកអាប់ដេតការងារជូនពុកម៉ែបងប្អូនពីផ្ទះអំពើ5ទំហំ6គុណឲ្យ15ទាំងតផ្ទះបាយ3ម៉ែត្រក្រោយបងប្អូនអាចមើលបានការងារនេះតម្លៃមកដាច់ 22,000 បងប្អូនថាបងប្អូនខ្លះថាមិនក៏តម្លៃថ្លៃម៉េះផ្ទះអំពើ5សោះបាទបងប្អូនយើងអាស្រ័យទៅលើនឹងប្រភេទសម្ភារៈចំនួនបន្ទប់ខាងក្នុងផ្ទះបងប្អូនតែនេះមានបន្ទប់គេង3បន្ទប់ទឹក2ផ្ទះបាយ1ការងារយើងសម្ភារៈយើងប្រើសិតប្រភេទល្អជូនចាស់ផ្ទះតម្លៃថ្លៃថ្នូរវាអាស្រ័យទៅលើទំហំផ្ទះនិងប្រភេទសម្ភារៈយើងប្រើប្រាស់ដោយការងារនេះអញ្ចឹងស៊ីម៉ងយើងប្រើប្រភេទស៊ីម៉ងខេដែក14លីពេញលីដែកម៉ាក់វី SD 309ហើយប្រភេទដែកចំពោះគ្រឿងអង្គមដែកវិញគ្រឿងអង្គមដែកដំបូលយើងប្រើ48កម្រាស់1លីពេញបោះក្រុមហ៊ុន ISI អញ្ចឹងវាអាស្រ័យលើគុណភាពរបស់ផលិតផលអញ្ចឹងបងប្អូនដែកយើង ISI ទាំងអស់តែអណែងយើងប្រើ25របស់ក្រុមហ៊ុន ISI សង្កសី 3C កន្លះរបស់ក្រុមហ៊ុន ISI ទៀតយើងបានត្រឹមការងារបូកហើយយើងនៅការងារសីដល់យើងចូលដល់វគ្គបៀកថ្នាំម្សៅយើងប្រើម្សៅបៀករបស់ក្រុមហ៊ុនចូលតាន់ហើយថ្នាំលាបចំពោះផ្នែកអញ្ចឹងខាងក្រៅនេះយើងប្រើរុញស៊ីលឺសិនយើងបៀកហើយខាត់ហើយយើងរុញស៊ីលឺមកជាន់ហើយបើយើងរុញថ្នាំពណ៌អញ្ចឹងវាអាស្រ័យតម្លៃវាអាស្រ័យទៅលើគុណភាពរបស់សម្ភារៈអញ្ចឹងបងប្អូនយើងស្អែកយើងចាប់ដើមចាប់ជ្រីចេញជ្រីដើមជ្រីនឹងខាងក្នុងយើងបោកហើយនៅសីអញ្ចឹងពីដើមយើងចាប់ហើយអញ្ចឹងបាទខាងក្នុងយ៉ាងនេះបងប្អូនដែលធ្លាប់តាមដានទស្សនាបានឃើញឲ្យម៉ូតខ្ញុំធ្លាប់ផុសម៉ូតហើយផុសពីវីដេអូឲ្យម៉ូតទាំងនេះស្អែកយើងចាប់ដើមបាញ់ឈើរាជុំវិញដបូលហ្នឹងហើយនឹងមានព្រំសង្កសីចំហៀងបងប្អូនមានចម្ងល់ពីការសាងសង់អាចឆាតតាម Telegram សួរនាំបានអំពីតម្លៃថ្លៃថ្នូរអីព្រោះដោយសារបងប្អូនភាគច្រើនគាត់អត់ដឹងពីចេះទេសការសាងសង់និងគុណភាពរបស់សម្ភារៈអញ្ចឹងគាត់ចេះថាមិនក៏ថ្លៃម៉េះមិនក៏អញ្ចេះអញ្ចឹងណាអញ្ចឹងអត់ឲ្យយើងអាចសួរនាំគ្នាបាននិយាយគ្នាភាសានេះបាទអរគុណបងប្អូនវីដេអូនេះខ្ញុំផុសក្នុង YouTube បាទជំរាបលាបងប្អូន